លោកគ្រូយើងធ្វើឲ្យបានដឹងថាយើងត្រូវដាក់តម្លៃអេឡិចត្រូងនឹងនៅខាងណា យើងគ្រូនឹងបញ្យល់ម្ដងទៀតយើងតាក់ទងទៅនឹងគូរ៉េដុកមួយដែលគេឲ្យមកគឺ CLO ដកជាមួយនឹង CL ដកជាជំហានដំបូងតាមគោលការណ៍របស់យើងគឺជាថ្លឹងអាតូមទាំងឡាយណាដែលក្រៅពី H ហើយនឹង O យើងគិតវាស្មើគ្នាទៅជំហានទី2យើងត្រូវពិនិត្យមើល O សិនតើអង្គទី1និងអង្គទី2វាមាន O ដូចគ្នាដែរឬទេឬក៏ខ្វះប្រមាណ O ទៅថែមទឹកជំហានទី3យើងត្រូវពិនិត្យមើលអាតូម H ម្ដងតើ H នៅអង្គទី1និងអង្គទី2នេះស្មើគ្នាដែរឬទេហើយបើមិនទាន់ស្មើយើងត្រូវថែម H បូកឬយើងហៅថាយ៉ាង E ត្រូសែនឥឡូវគូនឹងកំណើឲ្យមើលបន្តទៀតបាទអញ្ចឹងមានគ្នាយើងធ្វើត្រូវហើយតើតើមិនថាអាស៊ីតនេះអញ្ចឹងទី1យើងត្រូវសរសេរតែមួយបានហើយតែបញ្ជួបានហើយបាទបន្ទុកពេញគ្នាទេបាទអញ្ចឹង NO បូកឲ្យទុកសិនប្រឡោះហ្នឹងទុកពីប្រឡោះទុកពីព្រោះមកបាទលេខសំរុំបាទឲ្យតូចពេកមកធំពេកតែសញ្ញាព្រួយទៅមកយើងសិនមកបានមក N H3 បាទ NO មករក NH3 ព្រួយទៅមកក្លាសសមីការអេឡិចត្រូងបាទមុនដំបូងគឺអត់ឲ្យយើងមើល OH ទេណាលក្ខខណ្ឌរបស់យើងត្រូវចាំជានិច្ចបាទ OH ទុកសិនបន្ទុកក៏អត់មើលដែរបើសិនមានបន្ទុកទៅទុកទៀតតែក្នុងករណីនេះបាទមានបន្ទុកទេឥឡូវគ្រូសួរសិនអាតូម N ស្មើគ្នានៅបាទស្មើគ្រូស្មើអូខេចឹងស្មើទុកមួយឡែកសិនដល់ទៀតមើល O បាទ O អង្គទី1មានប្រមាណមានមួយគ្រូអូខេអង្គទី2មានទេអត់អត់ចឹងអត់ទៅថែមទឹកបាទយើងទៅចាត់ដោយសារ O អង្គទី1មាន1យើងទៅថែមមួយទឹកបើសិន O អង្គទី1មាន2ហើយអង្គទី2អត់មានថែម2ទឹកមកតាមហ្នឹងណាបាទតែករណីខ្លះអង្គទី1ក៏មានអង្គទី2ក៏មានយើងគិតតាមហ្នឹងទៅនៅពេលដែលថែមទឹកមកសុំសួរសិនតើ5អង្គទី2សរុបមានប៉ុន្មានមាន5លោកគ្រូបាទណាបាទយើងឆ្លើយតែ5ហើយសារ5នៅកន្លែងនេះ3 5នៅកន្លែងនេះ2ទៀតអញ្ចឹងទៅគិតទាំងអស់មិនមែនឃើញ53អត់បូក1អា2មួយក្នុងទឹកទេអញ្ចឹង55អង្គទី1អត់មានទេអញ្ចឹងកាលណាអត់មានយើងត្រូវបន្ថែម5 បូកឲ្យអង្គទី1ឲ្យស្មើគ្នាណាបាទអញ្ចឹងនៅពេលដែលបន្ថែម5 បូកមកN ស្មើគ្នា O ស្មើគ្នា H ស្មើនេះទៀតអញ្ចឹងយើងត្រូវមើលតែបន្ទុកបានហើយចុងក្រោយនេះបាទ NO មានបន្ទុកទេកូនអត់មានទេគ្រូបាទអត់មានគឺមាន0បាទអញ្ចឹងគួរតែសូត្រពីលើវាសិនចាស់បាទសេ0ក្រោមដែរបូកឲ្យH បូកមានមេគុណ5អញ្ចឹងទៅគុណ5មកលើរកបន្ទុកបូកនេះអញ្ចឹងឃើញបូក5NH3 មានបន្ទុកទេមានគ្រូអត់មានទេលោកគ្រូបាទអរគុណអញ្ចឹងកាលណាយើងមើលមិនឃើញគឺ0ហ្នឹងគាត់ចំណាំអញ្ចឹងមើលមិនឃើញ0ណាទឹកមានទេអត់ទេលោកគ្រូអត់ដែរអញ្ចឹងអត់ដែរ0បាទអញ្ចឹង0បូក0ចេញ0អានេះ5អញ្ចឹង5ធំជាង0ណាអញ្ចឹងយើងមិនត្រូវធ្វើអីទាំងអស់យើងគ្រាន់តែបន្ថែម5អេឡិចត្រូងមកជាការស្រេចដាក់លេខ5មកដាក់អក្សរ E ដកមកគឺ5អេឡិចត្រូងហើយបាទដើម្បីទាក់ទាញអារម្មណ៍របស់អ្នកការយើងគិតថាកិច្ចការយើងមានរបៀបយើងត្រូវតែគប់ប្រអប់មួយអញ្ចឹងយើងគប់ប្រអប់ទៅគឺថាបន្ទុកយើងវាបានពេញហ្មងបាទដោយសារតែគឺយើងមានរបៀបរបបក្នុងការធ្វើក្នុងការសរសេរណាបាទគប់ផ្សំឲ្យអក្សរស្អាតទៀតអញ្ចឹងយើងទៅដល់ណាក៏យើងកែម្លងធ្វើគប់ប្រអប់ចម្លើយយើងមកស្អាតវាសមរម្យអ្នកកែក៏យកចិត្តកែបាទគូនេះគ្រូមើលទៅឆ្លាញ់កិច្ចការរបស់យើងតែម្ដងណាអញ្ចឹងសម្រាប់ថ្ងៃនេះយើងអាចសម្រាប់ប៉ុណ្ណឹងបានកូនលោកគ្រូខ្ញុំចង់សួរបាទសួរអានទៅលោកគ្រូយើងធ្វើឲ្យបានដឹងថាយើងត្រូវដាក់តម្លៃអេឡិចត្រូងនឹងនៅខាងណាបាទដោយសារយើងជាគោលការណ៍របស់យើងបន្ថែមអេឡិចត្រូងទៅលើអង្គណាដែលមានបន្ទុកសរុបខ្ពស់ជាងជាទូទៅគឺនៅអង្គទី1រហូតហ្នឹងអេឡិចត្រូងមិនអាចទៅអង្គទី2បានទេកន្លះសមីការណាតលតែយើងសេសមីការតលយៈការតាមវិធានកាមាអុកស៊ីតកម្មនិងរេដូកម្មអានឹងបានព្រួបបានអេឡិចត្រូងវានៅអង្គខាងឆ្វេងអង្គខាងស្ដាំហើយព្រួយអត់មានទៅមកទៀតទេតែបើយើងសេកន្លះសមីការអេឡិចត្រូង
ថាមិនថាណឺតមិនថាស៊ីតមិនថាបាសគឺអេឡិចត្រូននៅអង្គទី1ទាំងអស់ហើយមួយទៀតគឺយកទៅលើគោលការណ៍របស់យើងគឺយើងបន្ថែមអេឡិចត្រូនទៅអង្គខាងណាដែលមានបន្ទុកសរុបពោះជាងហើយឃើញខាងលើអញ្ចឹងខាងលើមិញណាពីអង្គទី1សរុបឃើញ1ឯងអង្គទី2ដក1ឯងអញ្ចឹងឃើញអង្គទី1ទៅបន្ទុកសរុបពោះជាងហើយប៉ុន្តែយើងសួរថែប្រហែលដើម្បីដឹងថែទៅទូទាត់វាឲ្យចាប់សពគ្រប់គឺថែ2តែដូចជាយើងធ្វើមកអញ្ចឹងMNO 4ហ្នឹងដកជាមួយ MN 2បូកអញ្ចឹងទូទាត់ទៅឃើញអង្គទី1មាន7អេឡិចត្រូនអង្គទី2មាន2អង្គទី1មានបន្ទុក7អង្គទី2បូក2អញ្ចឹងទៅលើកបូក2មកអង្គទី1សល់បូក5អញ្ចឹង7ធំជាង2ណានឹងជាមូលហេតុវាចាំបានគាត់មិនដឹង ចាលោកគ្រូ បាទអញ្ចឹងអាចសម្រាប់ប៉ុណ្្នឹងសិនណា អរគុណលោកគ្រូជួយលើលោកគ្រូ បាទ លើកូនចូលជ្រាបលេខលោកគ្រូ បាទ